មានquote មួយឃ្លាគេនិយាយថាត្រីពុលដោយសារទឹកមនុស្សក៏អាចពុលដោយសារបរិយាកាសដែលយើងសែបគប់ដែរបើសិនជាយើងសែបគប់បរិយាកាសខុសអនាគតរបស់យើងក៏ខូចដូចគ្នាអាយុពី20ទៅ30ឆ្នាំការសែបគប់ពិតជាមានឥទ្ធិពលមែនទែនសម្រាប់ជីវិតរបស់យើងសូមគិតទៅលើជ្រុងទាំង4នេះហើយចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងទៅលើការសែបគប់ឲ្យបានល្អបំផុតរឿងទី1ទទួលស្ដាប់តែមិនទាន់ទទួលជឿទេនៅក្នុងវ័យនេះជីវិតរបស់យើងប្រៀបដូចជាការដើរផ្សារអញ្ចឹងមិនខ្វះទេមនុស្សនិយាយថារបស់នេះសមយើងអាវនេះសមនឹងយើងខោនេះសមនឹងយើងមួកនេះសមនឹងយើងអត់ខ្វះទេប៉ុន្តែអ្វីដែលសមនឹងយើងពិតប្រាកដមានតែយើងទេដែលដឹងថាអ្វីដែលសមនឹងយើងពិតប្រាកដយើងស្រឡាញ់អីហើយយើងមានលទ្ធភាពធ្វើវាបានដែរឬអត់នៅក្នុងវ័យមួយនេះយើងត្រូវតែមានព័ត៌មានឲ្យបានច្រើនរៀនឲ្យបានច្រើនដើម្បីច្រោះព័ត៌មានដែលយើងទទួលបានមិនមែនគេនិយាយអីក៏ជឿទេមិនមែនគេនិយាយអីក៏អូខេដែរគេនិយាយអីយើងមានសិទ្ធិស្ដាប់ប៉ុន្តែសូមយករឿងនឹងមកវិភាគផងរឿងខ្លះវាអត់ខុសទេប៉ុន្តែវាត្រូវជាមួយស្ថានភាពអ្នកផ្សេងវាអត់ត្រូវជាមួយនឹងស្ថានភាពរបស់យើងទេរៀនគ្រប់គ្រងខ្លួនឯងរៀនរកព័ត៌មានល្អៗដាក់ក្នុងខ្លួនរៀនច្រោះព័ត៌មានឲ្យបានច្រើនថ្ងៃក្រោយអ្នកនឹងរស់ដោយរីករាយជាមួយនឹងការសម្រេចចិត្តរបស់យើងទី2គឺគ្មានរឿងគឺមិនស្អប់ជាដាច់ខាតមនុស្សជាច្រើនតែងតែស្អប់តាមគេអត់មានគោលជំហរទេគេនាំស្អប់ក៏ស្អប់ទៅតាមគេទាំងយើងអត់មានរឿងជាមួយនឹងគេក៏មានដែរគ្មានរឿងគឺមិនស្អប់ទេធ្វើជាមនុស្សកុំស្អប់តាមគេដើរផ្លូវអត់វែងទេនៅក្នុងសង្គមនឹងសម្បូរមែនតើអ្នកមកនាំយើងឲ្យស្អប់នរណាគេម្នាក់គេអត់ចូលចិត្តបាយគេមកប្រាប់យើងថាបាយអត់ល្អអញ្ចឹងយើងអត់ញ៉ាំបាយតាមគេឬក៏យ៉ាងម៉េចគេគ្មានលទ្ធភាពរលុយគេមកប្រាប់យើងថាលុយមិនល្អទេអញ្ចឹងយើងអត់រលុយតាមគេឬក៏យ៉ាងម៉េចគេមិនចូលចិត្តបុគ្គលណាមួយគេមកនាំយើងឲ្យស្អប់ដែរអានឹងយើងអត់មានជំហរនៅក្នុងខ្លួនទេរក្សាជំហរជាមនុស្សមួយគឺគ្មានរឿងអីគឺមិនស្អប់គេជាដាច់ខាតយើងគ្មានបញ្ហាជាមួយបុគ្គលនោះផងរឿងអីថាយើងទៅស្អប់តាមគេរៀនរក្សាជំហរខ្លួនឯងពេលខ្លះនិស្ស័យមនុស្សមិនដូចគ្នាទេគេមិនត្រូវចិត្តពេលខ្លះគាត់អាចជាមិត្តរបស់យើងក៏ថាបានដែរនៅពេលដែលយើងសែបគប់ជាមួយគាត់ទី3ខឹងក្រាន់ជាងខូចនៅក្នុងវ័យមួយនេះរៀននិយាយថា no បន្តិចក៏មិនអីដែររៀននិយាយថា no ជាមួយនឹងរឿងដែលអត់បានការមនុស្សដែលអត់បានការងារដែលអត់បានការព្រោះនៅក្នុងវ័យហ្នឹងគឺជាវ័យដែលយើងត្រូវចំណាយពេលវេលាទៅលើរឿងដែលសំខាន់បំផុតនៅក្នុងវ័យមួយនេះវ័យដែលគេកំពុងប្រឹងគេមកបបួលយើងអត់មានពេលច្បាស់ណាស់គេអត់សប្បាយចិត្តជាមួយយើងទេហើយអ្នកខ្លះក៏ឌីលយើងទៀតក៏មានដែរណាគេថារវល់ជាងឯកឧត្តមទៅទៀតហើយស្លាប់ទៅយកលុយទៅតាមមិនមែនខំទេវាឈឺចាប់មែនតើតែអ្នកត្រូវចាំថាខឹងក្រាន់ជាងខូចគេខឹងយើងថ្ងៃហ្នឹងត្រូវគិតថាបើសិនជាយើងដុនដាបជាងហ្នឹងអនាគតទៅយើងអន់ជាងហ្នឹងទៀតណាគេស្អប់ខ្ពើមយើងលើសជាងហ្នឹង100ដងទៀតហើយខូចអនាគតរបស់យើងទៀតអញ្ចឹងឲ្យគេខឹងចោះក្រាន់ជាងខូចយើងស្វែងរកអ្វីដែលជួយដល់ជីវិតរបស់យើងស្វែងរកអ្វីដែលចម្រុងចម្រើនដល់ជីវិតរបស់យើងព្រោះឱកាសមនុស្សមានអត់ច្រើនទេទី4ស្គាល់គុណតបគុណនៅក្នុងវ័យមួយនេះគឺជាវ័យមាសដែលអ្នកត្រូវធ្វើទំនាក់ទំនងច្រើនមែនទែនជាមួយមនុស្សជុំវិញខ្លួនគេជួយយើងតបគុណគេវិញកុំគ្រាន់តែដឹងគុណពាក្យខ្មែរមានពាក្យថាកតញ្ញូកតវេទីមានន័យថាដឹងគុណហើយតបគុណទៅទៀតណាអញ្ចឹងធ្វើជាមនុស្សទៅចេះតបគុណទៅគេវិញរៀនសរសើរគ្នានៅពេលជួបជុំរៀនជួយគ្នានៅពេលមានជីវិតប្រសើរជាងបាត់បង់ហើយចាំនិយាយពាក្យល្អគេអត់ឮទេរៀនដឹងគុណរៀនតបគុណរៀនទំនាក់ទំនងជាមួយមនុស្សឲ្យមានប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនៅពេលដែលយើងចេះដឹងគុណនៅពេលដែលយើងចេះតបគុណទំនាក់ទំនង